មុននឹងខ្ញុំណែនាំថារៀនរដ្ឋបាលសាធារណៈធ្វើអីបានខ្លះខ្ញុំនិយាយពាក់ព័ន្ធទៅនឹងការរៀនរដ្ឋបាលសិនតើរដ្ឋបាលសាធារណៈជាអ្វីនៅស្រុកខ្មែរយើងកម្រិតបញ្ញាបត្រគេដែលរៀនរដ្ឋបាលឯកជនទេគេរៀនរដ្ឋបាលសាធារណៈហើយខ្ញុំសង្កត់ធ្ងន់ទៅលើកម្រិតបញ្ញាបត្រទៅលើជំនាញខ្ញុំមិនសង្កត់ធ្ងន់ទៅលើមុខវិជ្ជាទេដោយសារកាលពីខ្ញុំនិយាយលើកមុនខ្ញុំនិយាយថាស្រុកខ្មែរយើងរៀនតែរដ្ឋបាលសាធារណៈអត់មានរដ្ឋបាលឯកជនទេក៏មាន HR លេលើមួយវាបញ្ចូលខមមិនថាគ្មានទេរៀនមិនដឹងខ្យល់ខ្លួនឯងគេមានរៀនរដ្ឋបាលឯកជនតែសោះនៅសាលានេះសាលានោះខ្ញុំថាអាហ្នឹងមុខវិជ្ជាអាមួយមុខជំនាញគាត់បែងចែកអត់ដាច់ណាអាមួយជាមុខវិជ្ជាមួយជាមុខវិជ្ជាមួយជាឯកទេសអញ្ចឹងចំពោះរដ្ឋបាលសាធារណៈនៅស្រុកខ្មែរយើងគឺយើងផ្ដោតសំខាន់ទៅលើវិធីសាស្ត្រក្នុងការដឹកនាំរដ្ឋវិធីសាស្ត្រក្នុងការគ្រប់គ្រងវិស័យយើងពាក្យរដ្ឋបាលរដ្ឋបូកបាលគឺសង្កត់ធ្ងន់ទៅរៀនតាក់ទងនឹងវិស័យសាធារណៈរបស់រដ្ឋប៉ុន្តែសួរថាយើងទៅធ្វើការងារឯកជនបានអត់បានបើការងារពាក់ព័ន្ធការងាររដ្ឋវិញគឺខ្ញុំអត់សូមនិយាយទេដោយសារវាមានច្រើនគ្រប់ក្រសួងស្ថាប័នគឺត្រូវការអ្នកជំនាញផ្នែករដ្ឋបាលសាធារណៈទាំងអស់តែដែលលេចធ្លោជាងគេដែលនិស្សិតរដ្ឋបាលសាធារណៈតែងតែដឹងគឺប្រឡងចូលសាលាភូមិន្ទរដ្ឋបាលសម្រាប់អ្នកចប់ឆ្នាំទី2ទៅប្រឡងសិស្សមន្ត្រីក្រមការចំណែកអ្នកចប់បញ្ញាបត្រទៅអាចប្រឡងសិស្សមន្ត្រីជាន់ខ្ពស់ហើយគ្រប់ក្រសួងស្ថាប័នទាំងអស់គឺត្រូវការអ្នកជំនាញផ្នែករដ្ឋបាលសាធារណៈប្រឡងទៅបញ្ចូលចុះចំពោះប្រភេទជា NGO អង្គការមិនមែនរដ្ឋាភិបាលហើយនឹងក្រុមហ៊ុនឯកជនវិញតើគេត្រូវការអ្នករដ្ឋបាលដែរអត់ពិតជាត្រូវការបើនិយាយពី NGO វិញគឺត្រូវការតំណែងជាមួយស្ថាប័នជាមួយនឹងថ្នាក់ក្រោមជាតិថ្នាក់ជាតិពាក់ព័ន្ធមួយសេវារបស់រដ្ឋឬក៏ចុះទៅតាមមូលដ្ឋានអីផ្សេងអញ្ចឹងมันអាចរំលងមេកើយម្ចាស់ទឹកម្ចាស់ដីទេនិយាយទៅម្ចាស់តំបន់គឺអាជ្ញាធរមូលដ្ឋានអញ្ចឹងគេត្រូវការមានមន្ត្រីគេសម្រាប់តំណែងជាមួយអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងឯកសារអីផ្សេងដូចចង់ចុះទៅធ្វើដងទឹកឲ្យប្រជាពលរដ្ឋអញ្ចឹងមិនមែនយើងចុះទៅធ្វើឆាវណាបងប្អូនត្រូវទៅប្រាប់ទៅឃុំសង្កាត់ទៅភូមិទៅរដ្ឋបាលស្រុកអីផ្សេងសហការផ្សេងអញ្ចឹងទៅអញ្ចឹងគេត្រូវការអ្នកជំនាញផ្នែករដ្ឋបាលសាធារណៈរបស់គេដែរវាមានច្រើនផ្នែកច្រើនទម្រង់អ្នកខ្លះគាត់ផ្នែកតំណែងជាមួយអាជ្ញាធរមូលដ្ឋានផ្នែកខ្លះទៀតគាត់ផ្នែកលិខិតស្នាមធ្វើទម្រង់បែបបទអីចឹងទៅបើនៅក្រុមហ៊ុនឯកជនយើងមានដែលលឿនផ្នែករដ្ឋបាលទោះបីជាផ្នែករដ្ឋបាលនោះវាជារដ្ឋបាលឯកជនខុសពីរដ្ឋបាលសាធារណៈក៏ដោយតែខ្ញុំសង្កេតឃើញណាពេលដែលប្រកាសរើសគេតែងតែរើសឲ្យសញ្ញាបត្រអាចមានសញ្ញាបត្រផ្នែកគ្រប់គ្រងសញ្ញាបត្រផ្នែករដ្ឋបាលហើយនឹងដូចជាសញ្ញាបត្រផ្នែកhuman resource មួយទៀតខ្ញុំភ្លេចទៅតែទៅតាមតម្រូវការរបស់គេតែវាមានផ្នែករដ្ឋបាលឯកជនហ្នឹងក៏ទាមទារសញ្ញាបត្រអ្នកដែលយើងមានសញ្ញាបត្ររដ្ឋបាលសាធារណៈក៏អាចចូលបានដែរហើយក្នុងនោះក៏គេមានមន្ត្រីផ្នែករដ្ឋបាលផ្នែកលិខិតឯកសារផ្សេងដែលគេទាមទារផ្នែកអ្នករដ្ឋបាលសាធារណៈដែរដូចខ្ញុំធ្លាប់ធ្វើដែរហើយអ្នករដ្ឋបាលសាធារណៈមួយចំនួនក៏អាចចូលកាន់ផ្នែក compliance ឬក៏ legal officer បានដែរដោយសាររដ្ឋបាលសាធារណៈហើយនឹងនីតិសាស្ត្រវាស្តៀងគ្នានៅក្នុងបញ្ញាបត្រណាស្តៀងគ្នាមិនសំដៅថាជំនាញពីរនឹងវាដូចគ្នាទេឬក៏ប្រហាក់ប្រហែលគ្នាពេកទេខ្ញុំសំដៅទៅលើមុខវិជ្ជាដែលរៀននៅសាកលវិទ្យាល័យគឺវាស្តៀងគ្នារៀនពីច្បាប់រៀនពីអីដូចគ្នាអញ្ចឹងពេលដែលយើងរៀនពីក្រមរៀនពីអីដូចគ្នាដែរអញ្ចឹងការខ្ញុំចេញធ្វើការនៅក្នុងធនាគារក៏នឹងបញ្ញាបត្រខ្ញុំរដ្ឋបាលសាធារណៈតែខ្ញុំរៀនដំបូងហើយបើខ្ញុំផ្ទេរមកនីតិសាស្ត្រតាហើយមិត្តភក្តិខ្ញុំមួយទៀតក៏បញ្ញាបត្ររដ្ឋបាលដែរឥឡូវកំពុងធ្វើការផ្នែកច្បាប់ក្នុងធនាគារហើយម្នាក់ទៀតកាន់ខាង compliance ខ្ញុំភ្លេចនេះខាង compliance បកប្រែជាខ្មែរមួយទៀតនេះតែខ្ញុំភ្លេចនិយាយអំពីការងារមួយទៀតដែលការងារនេះមិនមែនជាការងាររដ្ឋតែយើងធ្វើការតំណែងជាមួយមន្ត្រីរបស់រដ្ឋគឺរដ្ឋលេខាធិការនៅរដ្ឋលេខាធិការមួយចំនួនគាត់មានជំនួយការបន្ថែមខាងក្រៅគាត់ជួលបន្ថែមដូចខ្ញុំធ្លាប់កាន់ជំនួយការរដ្ឋលេខាធិការដែរគាត់ជួលយើងឲ្យមកកាន់កិច្ចការងារជាមួយគាត់កិច្ចការងារខាងក្រៅអញ្ចឹងណាអញ្ចឹងទោះបីយើងត្រូវពេលខ្លះយើងត្រូវចូលទៅក្រសួងមួយគាត់តែយើងមិនមែនជាមន្ត្រីកិច្ចសន្យាឬក៏មន្ត្រីពេញសិទ្ធិរបស់ក្រសួងទេយើងគឺគាត់ជួលស៊ីឈ្នួលពីខាងក្រៅទេទៅជួយការងារគាត់អានឹងក៏មានច្រើនដែរពីច្រើនទៅអ្នករដ្ឋបាលសាធារណៈដោយសារគាត់ត្រូវការកាន់ធ្វើរបាយការណ៍លិខិតស្នាមឲ្យគាត់សម្បូរមុតគឺរឿងលិខិតស្នាមហើយនឹងរបាយការណ៍ឬក៏ធ្វើកំណត់ហេតុអីផ្សេងសម្រាប់ឲ្យគាត់អញ្ចឹងទៅហើយបើកន្លែងរកស៊ីស្ថាប័នឯកជនដែរតែពាក់ព័ន្ធមួយផ្នែករកស៊ីណាស្ថាប័នមួយចំនួនគឺគេត្រូវការអ្នករដ្ឋបាលសម្រាប់ធ្វើលិខិតស្នាមឲ្យគេដូចកន្លែងទិញលក់អីផ្សេងអញ្ចឹងគេអាចត្រូវការអ្នកច្បាប់ឬក៏អ្នករដ្ឋបាលសាធារណៈដោយសារអីយើងកាន់ធ្វើលិខិតស្នាមឲ្យគេអញ្ចឹងណាបំពេញគំរូបែបបត់ឲ្យគេដូចកន្លែងមិត្តភក្តិខ្ញុំរកស៊ីផ្នែកតអចលនទ្រព្យថ្ងៃមុនរើសផ្នែករដ្ឋបាលសាធារណៈនីតិសាស្ត្រដែរឲ្យទៅកាន់ផ្នែកពាក់ព័ន្ធនឹងរៀបចំលិខិតស្នាម
ហើយលក្ខខណ្ឌទាមទារក៏ទាមទារបញ្ញាបត្ររដ្ឋបាលសាធារណៈហើយនិងនីតិសាស្ត្រពីរហ្នឹងមួយឬក៏នីតិសាស្ត្រពីរហ្នឹងអាចចូលបានដូចគ្នាហ្នឹងមិត្តភក្តិខ្ញុំប្រកាសទៅថ្ងៃមុនណារើ2នាក់ដែរទាក់ទងអចលនទ្រព្យអញ្ចឹងខ្ញុំសូមរៀបរាប់ដូចខ្លីប៉ុណ្ណឹងហើយបើសិនជាមានចម្ងល់អីអាចសួរបន្ថែមបានសូមអរគុណ